ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលតាមដានទស្សនារាល់វីដេអូរបស់ខ្ញុំដែលបង្ហាញនៅមន្តគាថាបាទពីបុរាណដែលខ្ញុំបានសិក្សារៀនសូត្រក៏ដូចជាចាស់ចាំយកមករំលែកជូនពុកម៉ែបងប្អូនក្នុងការសិក្សារៀនសូត្រឲ្យចេះឲ្យដឹងនៅមន្តគាថានិងរបៀបប្រើប្រាស់នៅមន្តគាថាពុកម៉ែបងប្អូនណាហ្នឹងហើយគេប្រើទៅលើអ្វីខ្លះហើយមានប្រយោជន៍អ្វីខ្លះខ្ញុំបានជម្រាបប្រាប់តាមបណ្ដាញសង្គម Facebook ក៏ដូចជា YouTube TikTok រួចហើយពុកម៉ែបងប្អូនណាហ្នឹងហើយពុកម៉ែបងប្អូនណាដែលមានចម្ងល់អាច comment សួរបានហើយខ្ញុំមានពេលទំនេរនឹងឆ្លើយតប comment មួយតាមរយៈ comment ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានសាកសួរមកខ្ញុំពុកម៉ែបងប្អូនណាហ្នឹងហើយមុននេះគឺជាមន្តគាថាសម្រែកស្ដេចរាជសីឬក៏មន្តគាថាមួយទៀតគេហៅថាមន្តគាថាមហាអំណាចមន្តគាថានេះកាលពីបុរាណលោកប្រើសម្រាប់បន្ទុចបង្អាក់សត្រូវឬក៏មនុស្សណាដែលមានបំណងមិនល្អមកលើរូបរាងកាយរបស់យើងឬក៏បន្ទុចបង្អាក់នៅអំពើអាបធ្មប់ឬក៏អាបមនុស្សទូទៅពុកម៉ែបងប្អូនណាហើយមួយទៀតលោកប្រើសម្រាប់បន្ទុចបង្អាក់នៅសត្វកាចសាហាវដែលមានបំណងបៀតបៀនលើរូបរាងកាយរបស់យើងដែរពុកម៉ែបងប្អូនណាហ្នឹងហើយសត្រូវដែលបៀតបៀនមកលើរាងកាយឬក៏មានបំណងបៀតបៀនមកលើរាងកាយរបស់យើងនឹងពេលចូលមកតំបន់យើងមនុស្សនឹងអាចទៅជាធ្វើអ្វីមិនកើតអាចទៅជាឈួតអញ្ចឹងទៅណាពុកម៉ែបងប្អូនណាហ្នឹងហើយមន្តគាថានេះមុននឹងសូត្រគឺពុកម៉ែបងប្អូនទាំងអស់គ្នាសូត្រនៅនមោពុទ្ធិយសទ្ធិចំនួន3ចប់ហើយគាថានេះពុកម៉ែបងប្អូនសូត្រ1មេ7ចប់ខ្ញុំដាក់ឲ្យចំនួន2មេពុកម៉ែបងប្អូនចេះមេណាសូត្រមេហ្នឹងក៏បានដែរពុកម៉ែបងប្អូនយកទៅប្រើប្រាស់ជាប្រយោជន៍ពុកម៉ែបងប្អូនហើយមន្តគាថានេះយើងសូត្រថារាជសីហោរាជសីហੰអតិលង្កੰវិរិយៈអង្គសៈរាជសីហោរាជសីហੰអតិលង្កੰវិរិយៈអង្គសៈមេទី1មេទី2រាជសីហោរាជសីហੰអតិលង្កੰវិរិយៈវិសលង្កੰអរាជសីហោរាជសីហੰអតិលង្កੰវិរិយៈវិសលង្កੰអពុកម៉ែបងប្អូនសូត្រដូចខ្ញុំសូត្របង្ហាញចឹងមកពុកម៉ែបងប្អូនណាខ្ញុំមិនអាចសូត្របានច្រើនចប់ទេដោយសារតែពេលវេលាខ្លីយ៉ាងច្រើនបាន2ចប់ឬក៏3ចប់តាមពេលវេលាដែលនៅសេះនៅសល់ពីវីដេអូពុកម៉ែបងប្អូនណាហ្នឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាកុំគិតថាលំបាកអានលំបាកយល់លំបាកសូត្រពុកម៉ែបងប្អូនណាកាលណាតែមានពាក្យលំបាកហើយគឺមិនរៀនទេ